គ្រួសារនានានៅប្រទេសថៃអង្គុយលើដំបូលផ្ទះរងចាំការសង្គ្រោះគេចពីទឹកជំនន់ក្រមមន្ត្រីបាននិយាយថាទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូងប្រទេសថៃបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ជាង40នាក់បានស្លាប់ចាប់តាំងពីចុងសប្តាហ៍មុនមកគណៈវីដេអូដ៏គួរឲ្យរន្ធត់បង្ហាញពីមនុស្សដែលផ្ទះរបស់ពួកគេត្រូវបានទឹកលេបត្របាក់កំពុងអង្គុយរងចាំជំនួយនៅលើដំបូលផ្ទះកងកម្លាំងថៃបានប្រញាប់ប្រញាល់ជំនះអ្នកជំងឺធ្ងន់ធ្ងរចេញពីមន្ទីរពេទ្យមួយក្នុងទីក្រុងហាត់យ៉ៃតាមអធិភាពជាកាលពីថ្ងៃពុធក្នុងកិច្ចខិតខំប្រឹងប្រែងដែលនៅតែបន្តក្នុងនោះក្រសួងទប់ស្កាត់និងកាត់បន្ថយគ្រោះមហន្តរាយបាននិយាយកាលពីថ្ងៃពុធទី26ខែវិច្ឆិកានេះថាគ្រួសារប្រហែល1លាននិងមនុស្សជាង 2.7 លាននាក់បានរងផលប៉ះពាល់ដោយសារទឹកជំនន់ក្នុងខេត្តចំនួន12នៅភាគខាងត្បូងប្រទេសដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាននៅក្នុងរយៈពេល300ឆ្នាំកន្លងមកនេះកម្រិតទឹកភ្លៀងបានចាប់ផ្ដើមថយចុះកាលពីថ្ងៃពុធហើយក្រុមអាជ្ញាធរមានក្តីសង្ឃឹមថាកម្ពស់ទឹកនឹងចាប់ផ្ដើមស្រកប៉ុន្តែក្រសួងឧតុនិយមបានចេញការព្រមានសម្រាប់ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ដ៏គំហុកក្នុងតំបន់ភាគខាងត្បូងបន្ថែមទៀតលោកនាយករដ្ឋមន្ត្រីថៃលោកអនុទីនកាលពីថ្ងៃអង្គារសប្តាហ៍នេះដែរបានប្រកាសអាសន្នសម្រាប់ខេត្តសង្ខឡាដែលរួមមានទីក្រុងធំបំផុតរបស់ថៃគឺហាត់យ៉ៃដោយលើកឡើងពីភាពធ្ងន់ធ្ងរមិនធ្លាប់មាននៃទឹកជំនន់ដែលបណ្ដាលឲ្យខូចខាតយ៉ាងខ្លាំងសូមជម្រាបថាផ្លូវថ្នល់នានានៅក្រុងហាត់យ៉ៃមិនអាចឆ្លងកាត់បានហើយអគារទាបៗនិងរថយន្តស្ទើរតែលិចបាត់ដោយសារទឹកចេះតែកើនឡើងនិងធ្វើឲ្យមនុស្សរាប់ពាន់នាក់ជាប់ខ្លួនអ្នកស្រុកមួយចំនួននៅជាន់ខ្ពស់ជាងនេះត្រូវបានផ្ដល់អាហារកញ្ចប់ពីក្រុមជួយសង្គ្រោះតាមអាកាស